ជាបឋមខ្ញុំកណាមានទុកងខេត្តពោធិ៍សាត់សូមអ្នកមកសការចំពោះប្រធារានុធារៈគ្រប់ព្រះអង្គនិងជំរាបសួរស្ដីទៅកាន់ពុកម៉ែបងប្អូនយើងដែលជាអ្នកគាំទ្រភេកខ្ញុំបាទដែលមានទុកងខេត្តពោធិ៍សាត់ជាទីមេត្រីថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនយើងមកដល់វត្តមនីសាគរហៅវត្តខ្ចៅពុកម៉ែបងប្អូនយើងស្ថិតនៅក្នុងស្រុកកងមាសខេត្តកំពង់ចាមដោយសារតែមានពេលក៏ឆ្លៀតពេលមកលេងអញ្ចឹងហើយក៏បានចូលមកអើទុកងដែលមានពាក្យថាបកលន់ដែលជាអតីតជើងខ្លាំងមួយរូបផងដែរនៅក្នុងខេត្តកំពង់ចាមដែលទើបតែត្រឡប់ពីការប្រកួតនៅក្នុងទឹកដីខេត្តកណ្ដាលកន្លងទៅផងដែរពុកម៉ែបងប្អូនយើងបកលន់គឺជាទុកមួយដែលល្បីល្បាញដោយតែពុកម៉ែបងប្អូនយើងបានដឹងកន្លងមកហើយនេះក៏ជាទុកថ្មីផងដែរហើយនឹងនេះក៏ជាទស្សនវិជ្ជារួមនៅក្នុងវត្តមនីសាគរហៅវត្តខ្ចៅនៅក្នុងស្រុកកងមាសខេត្តកំពង់ចាមយើងពុកម៉ែបងប្អូនយើងហើយបន្ទាប់ពីត្រឡប់មកពីការប្រកួតនៅក្នុងទឹកដីខេត្តកណ្ដាលក៏ដូចជាការអុំសាកល្បងជាមួយនឹងបងប្អូនយើងដែលនៅចិត្តក្នុងវត្តមនីសាគរហៅវត្តខ្ចៅនេះដែលយើងដូចតែពុកម៉ែបងប្អូនយើងដឹងកាលពីម្សិលមិញហើយគឺជាមួយនឹងខាងកងតនឹងគឺយើងចាញ់ឈ្នះគ្នាម្នាក់មួយជើងហើយទុកផ្កលលាន់នេះនៅតែធ្វើបានល្អទោះបីជាខកខានចុះទឹកអររយៈពេលជាយូរប៉ុន្តែក៏ពិតជាស័ក្តិសមសម្រាប់ស្នងតំណែងនៅសិស្សច្បងដែលបានចូលនិវត្តន៍ទៅអញ្ចឹងណាពុកម៉ែបងប្អូនយើងអញ្ចឹងខ្ញុំកណាក៏បានសាកសួរអ៊ំដែលជាគណៈកម្មការទុកហើយគឺទុកនេះមានចំណុះ70នាក់ជាងហើយប្រវែងគឺមានរហូតដល់35ម៉ែត្រជាងផងដែរហើយចំណុះគឺសត្វតាជាអ្នកស្រុកភូមិមានទាំងចាស់មានទាំងក្មេងដែលជាអតីតជើងចាស់ហើយក៏ដូចមានយុវជនចំនួនក្រោយដែលបានស្វែងយល់ពីអ៊ំចាស់នៅក្នុងការវឹកហាត់ដើម្បីត្រៀមប្រកួតតារីតានីក៏ដូចជាថ្នាក់ខេត្តយើងផ្សេងផងដែរពុកម៉ែបងប្អូនយើងអញ្ចឹងឃើញថាបន្ទាប់ពីខកខានចុះទឹកហើយចុះទឹកឡើងវិញផ្គរលាន់នៅតែរក្សាល្បឿនល្អតដែរអញ្ចឹងណាពុកម៉ែបងប្អូនយើងអញ្ចឹងខ្ញុំកណាអត់មានអីច្រើនទេគ្រាន់តែឲ្យបងប្អូនមើលទស្សនាកំសាន្តអញ្ចឹងណា